Rich bảo tim vậy, ai mà thôi đấy. Lo chờ. Ở với đại anh thưa mình lo cho bộ bong thì bị không muốn ai chia sẻ anh thế. Tại tiêu tiết đáp ca bằng bong sẽ chân cho mình phèn, không ai mà được bộ bong thế. Không ai lại bong cùng nắm chồng mình, hãy để cho tiêu tiết đáp ca mà rồi chưa muốn được ấy. Xong ăn lưới xong đây mà mặn đi. Bà ai mà tôi kinh cho mình phèn, có không tôi anh cho mình phèn đây. Chứ ai kia điểm mấy. Tam kim yến đòn này bùi dương, cua thua mới bạn một trăm một thế. Bùi dương chạy phơi này rồi tới, trăm mà chứ ba. Tới thì một trăm một thế. Cho tôi chẳng nào, con lại bao bong cho bạn đấy.ខ្ញុំគ្រាន់តែមិនចង់ឲ្យបងជួយស្ត្រីខ្ញុំចេញមកបើសិនជាបងមិនទៅជួបទេពធីតាផ្កាម្ដងហើយមិនធ្វើឲ្យឋានលើដល់ទេពធីតាទី3ទេនោះខ្ញុំមិនជួបតាជាមួយបងទៀតទេដល់ពេលនោះបងអាចទៅរំដងកម្មាឡើងចាប់បានខ្ញុំជឿថានៅក្នុងចិត្តបងគឺច្បាស់ច្បាស់ធូរស្បើយមែនទេខ្ញុំដឹងបងទៅលើកនេះប្រហែលជាអាចធ្វើឲ្យបងប្រាចិត្តប្រែកំណិនតែខ្ញុំមិនឃើញបងឈឺចាប់ទេខ្ញុំមិនថយនៅគ្រោះថ្នាក់នេះចឹងកូនទេកូនទេគឺកូនមែនណាមិនគេច្រើនឆ្នាំនេះកូនមិនមករកម៉ែម៉ែនៅកូនណាកូនដឹងទេយ៉ាងម៉េចហើយបែកគ្នាយូរយ៉ាងនេះហើយđâyហៅម៉ែហើយហ៎ពិតជាអត់ចេះហៅម៉ែមែនណាម៉ែកូនទេកូនទេមកនេះមកឆាប់មកនេះមកម៉ែធ្វើមកឲ្យក្រាប់ឈូកឲ្យកូនចូលចិត្តញ៉ាំជាងគេមកគេលើផ្លូវម៉ែមកម៉ែនៅកូនណាម៉ែនៅកូនទាំងថ្ងៃទាំងយប់នៅពេលណាដែលកូនត្រឡប់មកវិញម៉ែនឹងថែបកូនម្ដងទៀតកូនឯងនេះតែម្ដងរាប់រយឆ្នាំសូម្បីតែសម្បត្តិក៏មិនផ្ញើមកម៉ែដែរម៉ែនៅកូនសម្បើមណាថ្ងៃក្រោយឈប់ចាក់ចេញពីម៉ែទៀតណាកុំឲ្យចាក់ចេញពីម៉ែទៀតណាកូនកូនឯងអត់នឹកម៉ែទេហ៎កូនសម្លាញ់ម្ដាយនៅកូនណាឈប់ទៅណាចាំម៉ែទៀតទៅណាណាកូនណាម៉ែពុកតាណាបាត់ហើយឈប់រំលឹកពីគាត់ទៀតទៅតែគាត់ប្រហែលជាតេតទៅនឹងរឿងក្តីមួយហើយឋានលើបាត់ចាប់មនុស្សមួយសឹកគាត់ហើយណារឿងក្តីស្អីដែរម៉ែដឹងរឿងទេពធីតាផ្កា100ទេអត់ដឹងទេយ៉ាងម៉េចពុកកូននៅជាមួយទេពធីតាផ្កាជួប100ទៀតហើយអត់ទេពុកកូនល្ងងយ៉ាងនេះទេពធីតាផ្កា100មិននឹងស្រឡាញ់គាត់ទៅឋានលើសង្ស័យថាអឺឡាំងខំខិតជាមួយពុកចាប់ខ្លួនទេពធីតាផ្កា100ថាម៉េចទេវៈអឺឡាំងម៉ែឆ្លាមលើពុកឯងថាស្ម័គ្រចិត្តបម្រើគាត់តែទេវៈនេះហើយបើនិយាយរួមទៅស្អីក៏គាត់មិនដឹងដែរហើយម៉ែដឹងថាពុកនៅកន្លែងណាទេកូនល្ងងឯងនេះបើម៉ែដឹងថាពុកកូននៅកន្លែងណាអញ្ចឹងម៉ែមិនបាយឈរចាំមាត់ទីចាំគាត់ទាំងយប់ទាំងថ្ងៃទេអេចាំណាពួកយើងញ៉ាំមកអែមក្របជួបមុនទៅចាំញ៉ាំមកអែមរួចហើយចាំនិយាយពីតាក់ចាស់នោះណាម៉ែបញ្ចុះកូនខ្ញុំញ៉ាំខ្លួនឯងបានហើយប្រយ័ត្នរលាកមាត់ណាញ៉ាំឲ្យច្រើនទៅម៉ែ
ខ្ញុំខាន់មកវិញយូរហើយខ្ញុំចង់ដើរមើលនៅជុំនេះ អេតើខលស្អីតិចទៀតម៉ែកំដរកូនទៅ មិនបាច់ទេខ្ញុំទៅក្រៅចាំម៉ែ អេ ឡោះចាធ្វើបែបនេះមិនសូវល្អទេ អេព្រះច្បាប់ទី3ពួកឯងធ្វើអីហ្នឹង ពនាងប្រដៃប្តីពនាងល្មើសច្បាប់ទេវតានាងត្រូវតែនិយាយការពិតប្រាប់ខ្ញុំ ខ្ញុំមិនដឹងថាពួកគេធ្វើអីខ្លះទេពួកឯងកុំធ្វើបាបកូនប្រុសខ្ញុំបើចង់ចាប់ខ្ញុំមក បើមិនប្រាប់ថាទេវតាកាមេរុយនៅទីណាទីខ្ញុំសម្រាប់បិចោល ខ្ញុំពិតជាអត់ដឹងមែនអេគាត់ប្រហែលជានៅជាមួយពនាងមុខគុជបើពួកឯងរកនាងឃើញគឺរកគាត់ឃើញហើយ គឺគេជ្រុងបិសាចទៀតហើយអញ្ចឹងពនាងមកគុជឥឡូវនៅណា កន្លែងបែបនោះគាត់មិនឲ្យខ្ញុំដឹងទៅអេកុំព្រះច្បាប់ទី3ខ្ញុំសុំបងកុំសម្រាប់កូនប្រុសខ្ញុំអីបើចង់សម្រាប់ខ្ញុំទៅខ្ញុំសុំបងកុំសម្រាប់កូនប្រុសខ្ញុំអីខ្ញុំសុំបង បើនៅតែមិននិយាយទៀតយើងចាត់ការហើយ បើពួកឯងចង់សម្រាប់កូនប្រុសខ្ញុំសម្រាប់ខ្លួនឯងភ្លាមសូម្បីតែចំណាប់ខ្មាំងឲ្យលោកគំរាមក៏មិនមានដែរខ្ញុំសុំបងលេងកូនប្រុសខ្ញុំទៅលេងគេទៅបើសិនជាខ្ញុំស្លាប់លោកមិនសម្រាប់កូនប្រុសខ្ញុំទេ អត់មានអ្នកណាឲ្យនាងស្លាប់ទេ បានចាំខ្ញុំស្លាប់លោកនឹងគំរាមអ្នកណាទៀត ណែកុំអសោះគ្មានអ្នកណាចង់សម្រាប់កូនប្រុសនាងទេខ្ញុំគ្រាន់តែលេសាច់ប៉ុណ្ណោះ កូនទេកូនអត់អីទេកូនទេម៉ែមិនឲ្យកូនស្លាប់ទេកូនទេម៉ែមិនឲ្យកូនស្លាប់ទេកូនទេ បើពួកគេអត់លេងខ្ញុំម៉ែពិតជាសម្រាប់ខ្លួនមែនទេ ឲ្យតែកូនទេពនៅរស់ឲ្យម៉ែធ្វើអីក៏បានដែរទោះជាស្លាប់ក៏មានតម្លៃដែរ ឈិនសៀងសូមថ្វាយបង្គំព្រះម៉ែកុំសុអ៊ីន ឈិនសៀងឯងអត់ទៅជួបម្ដាយមកសមុទ្រខាងត្បូងធ្វើអីដែរ ទូលបង្គំមកនេះក៏ព្រោះតែកុមារទេពក្រហម អូ ដាំឡៃទូលបង្គំចង់ប្រែកាឡាជាកុមារទេពក្រហមដើម្បីទៅសិបដំណឹងពីទីដាផ្កា100ពីព្រះនាងផ្លិតដៃតែនៅពេលដែលទូលបង្គំទៅដល់អាងជ័យហើយក៏ស្រាប់តែឃើញទស្សនវិជ្ជារបស់ព្រះនាងផ្លិតដៃដែលនឹកចំពោះកូនធ្វើឲ្យគាត់សត់ទៅភ្នែកយ៉ាងច្រើនគួរឲ្យអាណិតណាស់ទើបធ្វើឲ្យទូលបង្គំមិនដាច់ចិត្តកុហកគាត់ដូច្នេះហើយទើបទូលបង្គំមកសុំប្រម៉ាយគង់សុអ៊ីនដល់ករណាដើម្បីរាជានុញ្ញាតឲ្យកុមារទេពក្រហមទៅផ្ទះដើម្បីសួរសុខទុក្ខម្ដាយ អ្នកគ្រូសូមអនុញ្ញាតឲ្យខ្ញុំទៅមើលម្ដាយខ្ញុំផងទៅ មិនអីទេខ្ញុំយកយល់ដល់ឯងខ្ញុំឲ្យច្បាប់ឯងមួយរយៈទៅសួរសុខទុក្ខម្ដាយឯងចុះ អរគុណអ្នកគ្រូ ទៅចុះ ព្រះម៉ែទូលបង្គំមានរឿងមួយទៀតសូមឲ្យព្រះម៉ែប្រទាននៅរាជអាវាស រៀនខ្លួនឯងដោះស្រាយខ្លួនឯងសម្ដីគេមិនអាចបញ្ចុះបញ្ចូលបានទេឈិនសៀងឯងមកសមុទ្រខាងត្បូងបញ្ជាក់ថាឯងនៅមានចិត្តធម៌នេះបានបើកទ្វារមួយឲ្យឯងទៅហើយឯងដើរចេញពីទ្វារនេះរួចនឹងបានឃើញផ្ទៃមេឃស្រឡះឯងគិតមើលខ្លួនឯងឲ្យច្បាស់ទៅ ព្រះម៉ែទូលបង្គំរងងខ្លៅសូមប្រទានរាជអាវាសផង ឈិនសៀងមកជួយទៅដាប់កាមេរ៉ាបានហើយមែនទេចាំអូនទៅធ្វើឲ្យញ៉ាំណា ស៊ីវអ៊ីបើសិនជាម្ដាយបងជាមួយនឹងបងដូរសមាជិកភាពគ្នាតើគាត់អាចបោះបង់ចោលបងទេជីវិតកូនគឺជីវិតម្ដាយណាក៏អាចលះបង់ជីវិតដើម្បីកូនខ្លួនឯងដែរប៉ុន្តែកូនវិញតើមានប្រមាណអ្នកដែលហ៊ានលះបង់ជីវិតដើម្បីម្ដាយ បងសម្រេចចិត្តហើយមែនទេ សុំទោសជីវិតរបស់បងគឺម៉ែជាអ្នកបកគលឲ្យដូច្នេះសូម្បីតែម្ដាយក៏បោះបង់ចោលដែរនោះតើនៅមានអ្នកណាដែលបងមិនអាចលះបង់ចោលទេបើសិនជាបងខ្លាចទៅជាមនុស្សបែបនោះមើលទៅពួកយើងក៏មិនអាចនៅជាមួយគ្នាបានយូរដែរ ខ្ញុំឲ្យបងចេញទៅគេចង់ឲ្យបងកាត់បន្ថយការឈឺចាប់របស់បងខ្លះតែស្មានមិនដល់ថា សត្រូវរបស់អូនម្នាក់គឺជាម្ដាយបងម្នាក់ទៀតគឺជាគ្រូរបស់បងបំណងដែលពួកគាត់ជាពាក់អូនទុកឲ្យបងសងម្នាក់ឯងទៅចឹងបើអូនចង់សងសឹកអូនមកសងសឹកបងមក
មកតាមស្មានមើលទៅរឿងក្តីទេពធីតាផ្កា100ពិតជាតាក់ទងនឹងលោកម្ចាស់មែនតែយោបល់នេះខ្ញុំនិយាយខុសត្រូវសូមជប់ចារណាមើលផង បើលោកម្ចាស់ធ្វើអញ្ចឹងមែននោះគាត់នឹងល្មើសច្បាប់ទេវតាហើយ ណែតែពួកយើងមិនអាចឈួរអោបដៃមើលឲ្យគាត់ស្លាប់ទេ ដល់បងទី4ពេលនេះក៏ជ្រុងតូចនៅក្នុងព្រៃតែម្នាក់ឯងទេណែលើកនេះនាងអត់ប្រតិកម្មប្រជាគុណទេ ណែទេហឺយើងនឹងផ្ដល់ឱកាសឲ្យឯងសាងគុណសម្បត្តិម្ដងទៀតណាគឺឯងទៅចាប់ទិញសៀងមកឲ្យចិនសៀងយកកញ្ជ្រោងតូចមកដូរនឹងទិញសៀង គេព្រមដូរទេ ហេកញ្ជ្រោងតូចគឺសត្រូវវាទោះជាដើម្បីមិនឲ្យវាក៏ដោយក៏ត្រូវជ្រើសរើសមួយដែរ អូយកបល់ល្អណាក៏ប៉ុន្តែមិនក៏ឲ្យខ្ញុំទៅទៀត អញមិនមែនទើបតែរមើលគុណម្ដងពីរទេបើចង់មានកំណត់គឺត្រូវតែមានចិត្តតលី បានខ្ញុំទៅទី4កាលពីលើកមុនចាប់ទិញសៀងមកខាងព្រះអិនខ្ញាល់ខ្លាំងណាស់លើកនេះឯងណែ បើដេចដោតទៅលោកម្ចាស់គឺមានកំហុសត្រង់អត់ចេះអប់រំកូនចៅយ៉ាងច្រើនគឺតម្លាក់រាហូទៅឋានកណ្ដាលប៉ុណ្ណោះមនុស្សបែបនេះរស់នៅក្បែរពួកយើងគង់តែក្បត់នឹងពួកយើងទេ លោកម្ចាស់លីឡំទីងលោកម្ចាស់លីឡំទីងលោកម្ចាស់លីឡំតែមានកាយខ្ញុំនៅគ្រួសារទីធ្វើជាអ្នកបម្រើ30ឆ្នាំមកហើយខ្ញុំមើលអ្នកនាងថែទាំអ្នកនាងតាំងពីតូចដល់ធំធ្វើត្បិតតែអ្នកនាងរពើបន្តិចប៉ុន្តែសារជាតិរបស់នាងគឺស្លូតបុតណាស់នៅក្នុងកាយភ្នែករបស់នាងមិនអាចឃើញរឿងអយុត្តិធម៌បន្តិចណាទេបាទតាំងពីអ្នកនាងបានជួបនឹងឈិនសៀងមកអ្នកនាងក៏ខ្លាចទៅជាមនុស្សម្នាក់ផ្សេងទៀតពេលនេះខ្ញុំឃើញអ្នកនាងមិនព្រមញ៉ាំហើយមិនព្រមផឹកទៀតមួយថ្ងៃស្គមជាងមួយថ្ងៃកុំថាឡើយលោកស្រីទោះជាខ្ញុំក៏ខ្ញុំឈឺចិត្តណាស់ដែរលោកម្ចាស់លីវខ្ញុំសូមវល់លោកជួយបញ្ចុះបញ្ចូលជិនសៀងផងបានទេសុភមង្គលមួយជីវិតរបស់អ្នកនាងខ្ញុំគឺស្ថិតនៅលើខ្លួនរបស់វាទាំងអស់ហើយខ្ញុំសូមវល់លោកលីវលោកអ៊ំទីងក្រោកឡើងលោកអ៊ំកុំធ្វើអញ្ចឹងអីដាច់ខាតលោកអ៊ំកុំធ្វើអញ្ចឹងអីសោះនេះជាឡើងមកអ៊ីងមែនទេមិនក៏ដូចជារូងផ្លិតបីបិណ្ឌអញ្ចឹងទៅហើយជាកូនអ្នកណាមកទីនេះធ្វើអីឆាប់ហៅបិសាចកូនចេញមកកម្មាសានឆាយនៅសមុទ្រខាងត្បូងនៅចាំគុណឯងគេកម្មាសាននៅសមុទ្រខាងត្បូងហ៎មកចៅកម្មាសាននៅសំជួអូកុមារទេពវាមកធ្វើអីហើយប្រកាសជាទទួលបញ្ជាពីពនាងផ្លាត់ដៃរបស់បងហើយបងទៅកណ្ដោប្រពន្ធហើយអាយ៉ាមកចាអូនកុំខឹងអីណាបងទៅមើលសិនបងទៅតែមកផ្លិតមកវិញហើយណាអូអាយ៉ាកុំមកទីក្រហមកូនមកវិញហើយអីមិនសាច់គោលោកទៅផ្ទះយូរប៉ុណ្ណាហើយធ្វើត្បិតតែធ្វើជាកម្មាសានឆាយតែក៏មិនដែលថាមិនអាចហៅឈ្មោះពុកខ្លួនឯងបានដែរតែថាលោកជាពុកខ្ញុំដែរអាយ៉ាកូនឯងនេះនិយាយស្ដីរត់តែប្រហើនហើយបើពុកមិនមែនជាពុកឯងតើអ្នកណាទៅវិញទៅជួបបាយភ្លាមទៅអូនេះអាយ៉ាកូនសម្លាញ់ពុកគឺមានផលពិបាករបស់ពុកបានពុកអត់ទៅខ្ញុំនឹងដុតកន្លែងនេះចោលអូនេះកុំមិនបានទេអាយ៉ាហើយពុកក៏មានមូលហេតុរបស់ពុកដែរគឺដើម្បីកញ្ជ្រោងមកគុជនោះអីរឿងនេះមិនធម្មតាដូចជាកូនគិតនោះទេតើរឿងទេដាស់កាមេរ៉ាមានតែតុងពុកមែនទេអាយ៉ានេះកូនសម្លាញ់ទីនេះមិនអាចនិយាយគ្នាបានទេណែយើងចូលទៅក្នុងនិយាយទៅណា
ខ្ញុំចូលទៅមើលសិន លោកគ្រូនិយាយថាភ្លើង3យ៉ាងរបស់កុមារកំហុសប្រកែកណាប្រយ័ត្នណា បើខ្ញុំមានរឿងអីអញចាប់ទៅជួយខ្ញុំផង បាទ គេថាប្រម៉ែចាត់ឲ្យគេមកស៊ើបរឿងក្តីនេះដល់ពេលនោះគេលាក់លៀមតែបន្តិចទៅរឿងនេះនឹងត្រូវចប់ហើយអាយ៉ាប៉ុន្តែក្រោយមកពុកក៏លឺសូរថាកុមារឡាវចាក៏ចង់ស៊ើបពីរឿងតទៅទៀតបើស៊ើបដឹងការពិតនោះប៉ុន្តែកុមារឡាវចាមិនស៊ើបប្រកែកស៊ើបទេក៏ប៉ុន្តែក៏ពិបាកណាស់ដែរពីព្រោះកងចក្រវាលដែលនៅនឹងដៃគេនោះគឺជាអ្នកបង្ក្រាបពុកណា អ្នកស៊ើបរឿងក្តីទេតែដាក់កាមេរ៉ាមិនត្រឹមតែមានឡោចាត់ទេឈិនសៀងក៏ចូលរួមដែរហើយនៅប្រាកន្លាជារូបខ្ញុំចូលទៅលអាងទៀត អេឡាវចាគឺខ្ញុំណា ណែញ៉ាំតែទៅ អូល្អនេះកូនសម្លាញ់ញ៉ាំតែទៅណា មើលក្មេងនេះដែលមនុស្ស500ឆ្នាំមុនចា អូយ៉ាងមិនទៅហើយកូនហ៎អាយ៉ាអាយយ អូយ៉ាងមិនទៅហើយក ោចរៃបងនេះមិនក៏ចាន់អូនចាន់ឈឺសឹងសាប់ទៅហើយអើយឈឺណា អូគឺបង បងឯងនេះស្អប់ណា អាយ៉ាបងមើលយ៉ាងមិនទៅហើយអូ អាយយអាយយឈឺណាអាយយអាយយ បងមិនក៏លអាងទៀតដល់អាងគេពួកយើងម្លេះហ៎ អូទីគប់ ហើយកូនចរៃនេះអូនធ្វើទៅឆ្ងល់ល្អដល់ស្អាតមួយរើចចុះរើឡើងចាន់អូនស្ទើរស្លាប់ទៅហើយអូនឈឺសឹងស្លាប់ទៅហើយបងឯងចាំខ្ញុំជួយដុតឲ្យមិនស្អប់ណា កុំអីកុំខឹងច្រឡំអីណាកូនហ៎អាយ៉ាអត់ណែណាមកចាអូនចូលសិនទៅអាយ៉ាអត់បងសុំទោសផង សុំពុកហើយពុកដល់លេងទេតែដាក់កាមេរ៉ានោះគឺថាបើឡើងបង្ខំពុកឲ្យដោះលេងអញ្ចឹងថាលើមិនដាក់ទោសពុកធ្ងន់ទេ អាយ៉ាពុកខ្លាចដល់ពេលនោះទេវរៈអើឡើងប្រែកន្លះថាពុកនេះមកបកាច់គាត់កូនគិតទៅមើលគាត់ជាចំណិតប្រម៉ែតើប្រម៉ែជឿលើពុកឬក៏ជឿលើគាត់ដំឡៃគាត់ចង់ឲ្យពុកសម្រាប់ធីតាកាមេរ៉ាទៅវាចាប់ហើយតែកូនក៏ដឹងដែរតាំងពីដើមមកពុកគឺជាកូនដែលមានចិត្តករុណាម្នាក់មិននឹងដាច់ចិត្តសម្រាប់គេទៅមកយ៉ាងទៀតទេធីតាទាំងអស់នោះគឺស្អាតទៀតផង នាងអូននិយាយដល់បងខ្លាយទៅជាស្អីទៅហើយស្អប់បងឯងណា អាយ៉ាមកចាស់អូនណាមកចាស់អូននិយាយរហូតបងខ្លាយទៅជាមនុស្សស្អីទៅហើយ បើចឹងនេះជន់បានល្អណាស់ អើយកូនកំហុយឯនេះឯងរៀនចេះជន់គេពីកាលមកអូជឿណាអូជឿណាអាយ៉ាកូនចង្រៃឯនេះឯងជន់ដាច់មួយជើងរបស់ពុកទៅហើយអាយ៉ាអាកូនចង្រៃអូយ៉ាពួកឯងកំរត់ឈប់សិនកំរត់ឈប់សិនអាយ៉ាអូយអាចជុំច្រឹតជប់សិនកំរត់ច្រឹតក្បាលរបស់ពុកអើយអេលបងឡាចាគឺតើកងចាត់របស់លបងពិតជាប្រកែមែន អ្នកណាច្បងឯនោះphảiចេញ អាយ៉ាបងអីទេ ពុកមិនអីទេអាយ៉ាឃើញពុករបស់ឯងត្រូវគេវាយហើយនៅមិនជួយទៀតអី ខ្ញុំកំពុងតែឆ្ងល់ហ្នឹងណាហេតុអីបាច់ពុកមិនកិច្ចអញ្ចឹង ពុកប្រាប់ឯងហើយថាវាគឺជាអ្នកបង្ក្រាបពុកអាល្អិតបើឯងក្រោយបើប្រើកងចាក់ឯងទៀតមក តាកចាស់កងចាក់នេះគឺសម្រាប់បង្ក្រាបហេតុអីក៏មិនប្រើ បើឯងចិត្តសឿងប្រើមកអូអាយ៉ាណាកូនសម្លាញ់កូនប្រើភ្លើងដុតពួកវាទៅដុតពួកវាស្លាប់ប្រើទៅកូន អីចាបើត្រាទី3បើពុកខ្ញុំលេងទេតែដាក់កាមេរ៉ានោះតាឋានលើធ្វើយ៉ាងម៉េចដាក់គាត់ ពួកឯងដោះលេងទេប្រាប់កាមេរ៉ាមុនមកខ្ញុំនិងពុកខ្ញុំនឹងជួយវល់ឲ្យគាត់ឲ្យតែលោកនិយាយតាមត្រង់ឋានទេវតាមិនធ្វើបាបលោកទេ តែប៉ុណ្ណោះទេវរៈអើឡើងនោះប្រកាសជាមូលបង្កាច់យើងវិញគាត់ថាយើងនេះមូលបង្កាច់គាត់តើអ្វីទីកូន យ៉ាងជាមានអំណាចតែមិនអាចយកដៃខាងបាំងបីបានទេគ្រូសាលីខ្ញុំកុំខ្លាចគាត់ដែរខ្ញុំមិនឲ្យគាត់ធ្វើទៅផ្ដាប់បានទេ ព
ខ្ញុំយល់ថាវិធីនេះអាចទៅរួច អូមិនបានទេមិនបានទេតើមុខមាត់របស់ពុកនេះធំបំផុតណាស់ដែរបើសិនជាពុកឡើងទៅឋានលើហើយក៏ស្រាប់តែចាញ់គេនោះតើពុកយកមុខមាត់ពុកទៅទុកនៃណាទៅមិនបានទេ បិសាចគោលោកក៏ច្បាស់លាស់ទៅមើលតើមុខមាត់លោកសំខាន់ជាងឬមួយក៏គ្រួសារលោកសំខាន់ជាងលោករបបស្រីបបងចោលប្រពន្ធកូនគឺដើម្បីកញ្ជ្រោងបិសាចលោកដើម្បីនាងសុកចិត្តបោះបង់ប្រពន្ធកូនខ្លួនឯងចោលនៅអាងជ័យរាប់រយឆ្នាំតើលោកដឹងថារយៈពេលប្រមាណ100ឆ្នាំមកនេះគាត់រស់នៅដោយរបៀបម៉េចទេបើសិនជាព្រានផ្លែដែកទុកលោកចោលនៅអាងជ័យរាប់រយឆ្នាំដូចនេះតើលោកគិតតែម៉េចទៅវិញ អាយ៉ាមិនក៏ពួកឯងនាំគ្នានិយាយរឿងនេះអញ្ចឹងហ៎តើមានតែតាក់ទងអីជាមួយនឹងទេពធីតាកាម100ទៅ បើសិនជាពេលនេះលោកដល់លេខទេពធីតាផ្កា100អញ្ចឹងរឿងនេះប្រហែលជាអាចឆ្លើយស្រង់បានតែបើសិនជាលោកមិនដល់លេខទេពធីតាផ្កា100ទេនឹងត្រូវបង្ខំពួកទេវតាឲ្យមកចាប់ខ្លួនលោកទៀតហើយដល់ពេលនោះលោកគ្មានឱកាសលេងទោសទេ ពុកឆាន់សៀងនិយាយត្រូវ ត្រូវស្អីនិយាយអ្នកណាក៏ចេះនិយាយដែរពុកក៏ចេះនិយាយប៉ុន្តែរឿងរ៉ាវខ្លាយដល់ថ្នាក់នេះទៅហើយមើលទៅមិនធម្មតាទេអាយ៉ាកូនសម្លាញ់កូនសម្លាញ់កូនសម្លាញ់អាយ៉ាណែកូនសម្លាញ់កូនថាតើឬមនោសញ្ចេតនារវាងពុកនិងគេរាប់រយឆ្នាំទៅហើយតើពុកធ្វើមិននឹងអាចបំភ្លេចភ្លាមបានទៅហ៎ បានចាប់ពីថ្ងៃនេះទៅខ្ញុំមិនធ្វើមុខទៀតទេ អេជប់សិនបិសាចគោលោកតបតែងអាងនេះដូចជាអាងជិះបែបហ្នឹងនេះមិនចេះឲ្យឃើញថាលោកស្រឡាញ់ព្រានផ្លែដែកណាម្យ៉ាងទៀតលោកគឺជាពុករបស់គេគួរតែបំពេញតួនាទីជាពុកតែលោកមិនត្រឹមតែមិនបំពេញតួនាទីជាពុកទេថែមទាំងនាំការឈឺចាប់ឲ្យគេទៀត តែបើលោកប្រតែលមុខស្រីបោះបង់ទូនាទីខ្លួនឯងចោលនោះទោះបីជាលោកកិច្ចផុតពីការស្អីបន្ទោសរបស់ឋានលើក៏មិនអាចកិច្ចផុតពីការស្អីបន្ទោសរបស់អ្នកស្ការខ្លួនឯងដែរលោកក៏មិនអាចឲ្យចេញពីគុកក្នុងចិត្តរបស់ខ្លួនឯងជារៀងរហូត ខ្ញុំសូមបងឈប់ធ្វើបាបម៉ែទៀតទៅ អាយ៉ាហើយយើងក៏ចង់រស់នៅដោយស្ងប់ស្ងាត់ដូចពីមុនដែរហើយយើងក៏ចង់ជួបនឹងប្រពន្ធកូនវិញដែរហើយក៏ប៉ុន្តែតាំងពីយើងពាក់ព័ន្ធក្នុងរឿងនេះមកយើងមិនអាចដកខ្លួនរួចទេវរាអឺឡើងនោះគឺជាមនុស្សចំណិតរបស់ព្រះម៉ែបើសិនជាមានរឿងអីកើតឡើងដល់ពីនោះអ្នកដែលត្រូវរងគ្រោះនោះគឺនៅតែជាយើងដដែលតើយើងគិតយ៉ាងម៉េចទៅ ទេវរាអឺឡើងប្រតាមអំពើអាក្រក់ពួកខ្ញុំកំពុងតែរំច្បាស់ដើម្បីព្រួនរំលំគាត់នេះគឺជារឿងដ៏សំខាន់បើលោកព្រមសហការជាមួយពួកខ្ញុំខែអសាររបស់ទេវរាអឺឡើងក៏ជិតមកដល់ដែរ aiនិយាយនេះពិតមែនណា ឋានលើមិនឲ្យទេវរាអឺឡើងមកសឹករឿងក្តីនេះទេបែរជាឲ្យខ្ញុំមកវិញឬមួយក៏លោកឆ្ងល់ទេ កូនសម្លាញ់ឲ្យតែពុកគិតផុតពីគ្រោះថ្នាក់ទាំងនេះចាប់ពីពេលនេះតទៅពុកឈប់ជប់នៅកញ្ជ្រោងមកគុយដូចទៀតហើយពុកនឹងត្រឡប់ទៅអាងជ័យជាមួយឯងវិញណាហើយដល់ពេលនោះពុកនឹងឈប់ចេញមកខាងក្រៅទៀតបានយើងកំដរពួកឯងឡើងទៅឋានលើបកក្រោយពីទេវរាអឺឡើងក៏ប៉ុន្តែធ្វើទៅដល់ឋានលើត្រូវតែលើកលែងទោសឲ្យយើងមុនបើមិនអញ្ចឹងយើងមិនដោះលែងទេពធីតាផ្កា100ទេ បើលោកមិនដោះលែងគាត់អ្នកទាំងអស់នៅឋានលើមិននឹងពីចិត្តស្មោះត្រង់របស់លោកទៅ ចិត្តស្មោះត្រង់ដល់ពេលនោះយើងនឹងឲ្យចិត្តស្មោះត្រង់យើងទៅគេទៅបានទៅហើយបើពួកគេមិនដោះលែងយើងតើឲ្យយើងទៅនិយាយជាមួយអ្នកណាតើមិនទេកូន បត្រាទី3ឆាន់សៀងកាមេរ៉ារបស់ពុកខ្ញុំក៏មានហេតុផលដែរ ត្រូវហើយធ្វើបែបនេះក៏អាចនិយាយថានៅនឹងដៃរបស់យើងអាចមានដាំទុនខ្លះដែរ អេនេះច្បងឡាចា យើងប្រាប់អញហើយយើងមិនមែនជាបងប្រុសអញទេយើងមិនដែលស្គាល់គ្នាទេ ខ្ញុំដឹងមកពីខ្ញុំនៅក្មេងខ្ញុំ ក្មេងអញ្ចឹងក្មេងមានហេតុផលហើយមែនទេ អូព្រះជាបុត្រទី3តោះយើង រាជបុត្រទី3ទៅហួសសានមុនចាំខ្ញុំទៅ អេសុំអរគុណលោកបងអេលោកបងឈៀវ សឹកអីបោះបង់គំនុំឯងចោលហើយមែនទេ លើកនេះខ្ញុំពិតជាចាក់ចេញពីនាងមែន ឆាន់សៀងឯងនឹងទុកខ្ញុំជាបងប្រុសទេ ប្រកាសហើយលោកបងនៅតែជាបងប្រុសខ្ញុំជានេះ បើចឹងបានបើយើងជាបងប្រុសឯងឯងស្រាប់យើងណា និយាយមក ត្រឡប់ទៅហូសានរៀបការជាមួយទីសៀង អូលោកស្រីលោកស្រីលោកស្រី យ៉ាងម៉េចរកឃើញទេ លោកស្រីខ្ញុំរੂទូទាំងក្រុងទៅហើយសំបីតែភ្នំហូសានក៏ខ្ញុំបានរੂអស់ដែរ លោកស្រី ពួកឯងរកឃើញទេ យ៉ាងម៉េចដែរ អត់ឃើញទេ បើសិនជាមានរឿងអីមែនតើខ្ញុំនៅមានមុខមាត់អីរស់ក្នុងលោកនេះទៀតអូអញ្ចឹង ប្រកាសជានៅព្រំហូសានមានល្បិចច្រើនយ៉ាងនេះបើចង់លាក់ខ្លួនមែនពួកឯងរកមិនឃើញទេខ្ញុំទៅរកវាជាមួយពួកឯង
ឈិនស៊ីហេតុអីបានជាបងផ្ដោតពីសន្យាបែបនេះហេតុអីបានជាឲ្យខ្ញុំចាប់14ឆ្នាំបាទមានពាក្យសន្យានេះទេខ្ញុំប្រហែលជាងាយស្រួលបំភ្លេចចោលទេតែពេលនេះជិតពេលហើយខ្ញុំបំភ្លេចចោលលេខបានហើយឈិនស៊ីខ្ញុំស្អប់បងណាស់ខ្ញុំស្អប់បងណាស់ខ្ញុំស្អប់បងណាស់ពេលនេះគ្មានអ្នកណាមកជួយទាំងទេលោកថាតែមានអភូតហេតុចង់ស្លាប់ក៏ពិបាកដែរទិញសៀងពិតជាមានអភូតហេតុមែនឆាប់លេងនេះទៅយើងទៅជីវិតឯងកុំសាំញ៉ាំបើគ្រាន់បើទៅសំណាក់ទេវៈជួយមនុស្សទៅបាយមិនលេងនាងយើងនៅកំទេចសាកសពឯងបាទចូលមក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 ទិញសៀងខ្ញុំទៅតាមកំណត់ទិញសៀងទ្រាំតិចទៅទិញសៀងសុំទោសដាក់ខ្ញុំមកយឺតពេលសុំទោសណាឲ្យខ្ញុំស្លាប់ទៅបើខ្ញុំស្លាប់បាត់ទៅខ្ញុំលែងពិបាកចិត្តនៅពេលនេះទៀតហើយឲ្យខ្ញុំស្លាប់ទៅឲ្យខ្ញុំស្លាប់ទៅណាទេទិញសៀងនេះមិនស្លាប់ទេទិញសៀងចាប់ដាក់ខ្លួនឡើងទិញសៀងចាប់ដាក់ខ្លួនឡើងទិញសៀងចាប់ដាក់ខ្លួនឡើងទិញសៀងស្មាប់ដល់ថានារីហួសានខ្ញុំក្លាហានមួយជីវិតប៉ុន្តែឥឡូវនេះបាច់ជាត្រូវធ្លាក់ខ្លួនរហូតដល់ឆ្កែខំទៅវិញទិញសៀងនេះមិនស្លាប់ទេបើទោះជាគេយកព្រលឹងនេះទៅក៏ដោយក៏ខ្ញុំត្រូវតែរំយកវិញឲ្យបានមិនអាចឲ្យនាងស្លាប់ទេឲ្យខ្ញុំទៅទិញសៀងនេះយ៉ាងម៉េចទៅហើយខ្ញុំល្ងាចណាស់តាំងពីដើមមកបងមិនដែលស្រឡាញ់ខ្ញុំទេប៉ុន្តែមិនពេលខ្ញុំទៅខ្ញុំចង់ស្ដាប់ពាក្យពិតរបស់បងទោះជាស្អីក៏ដោយឲ្យតែជាពាក្យពិតនោះខ្ញុំពេញចិត្តណាស់ទៅហើយបងនឹងរៀបការជាមួយអស់ពួកយើងចិត្តដល់ផ្ទះហើយពេលត្រឡប់ផ្ទះពួកយើងនឹងរៀបការជាមួយគ្នាពិភពលោកនេះពិតជាតូចមែនកិច្ចកាត់ទី1ពេលក្រោយឡើងកាត់តំណែងវិញមិនបាច់ជាដោយសារវាទេ
ឆ្លៀតពេលគេអត់ចាប់អារម្មណ៍យើងយកព្រលឹងនាងទៅ បាទ អេឲ្យលឿនឡើងឲ្យលឿនឡើង បាទ ឲ្យលឿនឡើងតិចមកតាំងចូលទៅ យើងមកចាប់យើងមកចាប់ជាងមក ទីសៀងទីសៀង ឡើងឆាប់ឡើង ទីសៀង ដើរទៀត ទីសៀងទីសៀង នាងចាំមិន ឲ្យលឿនឡើងឆាប់ឡើង នាង ឆាប់ឡើង ឲ្យលឿនឡើងឲ្យលឿនឡើងឲ្យលឿនឡើង ជួយផង ឲ្យលឿនឡើងជាងទៅឲ្យលឿនឡើង ឆាប់ឡើង អ៊ំទីកុំបារម្ភអីទីសៀងច្បាស់ជាមិនស្លាប់ទេ ជួយផង មើលនាងខ្ញុំផង ជួយផងជួយផងលោកចូលមកអសោះណាបើចូលមក មកចង់សាក់ ខ្ញុំនឹងច្បាច់កនេះអសោះ នាងខ្លាចទៅជាព្រលឹងទៅហើយអាចស្លាប់ដល់ណាទេ អត់ស្លាប់ទេគ្រាន់តែបន្លាចអីប៉ុណ្ណោះតើខ្លាចទេ ឈិនស៊ីពួកយើងជាមិត្តចាស់ណាខ្ញុំធ្វើអីតាមច្បាប់ទេហើយខ្ញុំក៏គ្មានយកបាច់ដែរប្រយ័ត្នទៀតទីងស៊ីអស់យកត្រឹមនឹងហើយទោះបីជាពួកខ្ញុំមិននាំនាងទៅនាងក៏មិនអាចរស់ឡើងវិញដែរហើយនេះសុំលោកកុំធ្វើឲ្យពួកខ្ញុំពិបាកចិត្ត ឲ្យតែអ្នកទី2ដល់លេងទីសៀងខ្ញុំនឹងដុតកណ្ដាស់ប្រាក់1លានរំលឹកឲ្យអ្នកទី2យ៉ាងម៉េចដែរ ថាម៉េច អញ្ចឹង អត់ដឹងទេ បានមែនទេអញ្ចឹងក៏បន្ទោខ្ញុំអត់សោះ លោកចង់យ៉ាងម៉េចលោកបាយស្រីលោកមិនមែនជាប្រុសទេជួយផង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  ជួយផងជួយផងជួយខ្ញុំ ឯងមិនមែនជាប្រុសទេលោកមិនមែនជាប្រុសទេលោកឯងជួយបាយស្រីផងឯងលោកឯងមិនមែនជាប្រុសទេមិនមែនជាប្រុសទេឆាប់ទៅឆាប់ទៅ ជួយខ្ញុំផង ឆាប់ទៅ អ្នកនាងអ្នកនាងអើយចិនសៀងក៏ឈួតដែរអ្នកនាងក៏ស្លាប់ទៀតអ្នកនាង ពេលដែលបងនិយាយមិញគឺជាពាក្យពិតមែនទេ ពាក្យអី មិនបងនិយាយថាពេលទៅផ្ទះវិញរៀបការជាមួយខ្ញុំខ្ញុំដឹងថានៅក្នុងចិត្តបងនៅតែស្រឡាញ់ទេប៉ុន្តែខ្ញុំមិនប្រកាន់ទេអាចតែបងនៅក្បែរខ្ញុំនោះខ្ញុំជឿថាគង់តែមានថ្ងៃណាមួយបងប្រកាសជាបងស្រឡាញ់ខ្ញុំហើយឈប់ទៅហើយឈប់ទៅហើយ អ្នកនាង ហាត់អីទៅ អ្នកនាង ហាត់បានជាខ្ញុំនៅកន្លែងនេះ មុននេះខ្មោចសក់មកនិយាយថាបើទោះជាមិនយកព្រលឹងអូនទៅក៏ដោយក៏អូនមិនអាចរស់ឡើងវិញដែរ ខ្លួនឡើងអ្នកនាងមិនគួរ ហាត់អីទៅ បងក៏មិនដឹងដែរអេ អ្នកនាងមិនគួរ នេះគឺជាឆ្នាំទេវតាដែលបងលួចពីថៃសាំងឡើយជីងប្រហែលជាអាចប្រកាសបាន អ្នកនាង អ៊ំទីងជួយគ្រានាងឡា សំណាងហើយដែលឯងនៅដឹងខ្លួនឯងថាជាតកូនទីង អ៊ំទីងទីងសៀងនាងអត់ស្លាប់ទេនាងមើលអ៊ំឃើញតែអ៊ំមើលនាងមិនឃើញទេខ្ញុំមកចុកនាងសិនគិតយ៉ាងម៉េចទៅមិនចូលមកនាងសោះ លេបថ្នាំនេះហើយប្រកាសជាមានប្រសិទ្ធភាពមែនហ៎ ខ្ញុំក៏មិនដឹងដែរ នេះមិន ហ៎ធ្វើបែបនេះ អាយ៉ាឥឡូវឯងនេះអ្នកនាងខ្លាចទៅជាអញ្ចឹងទៅហើយមិនឯងនៅតែសាំញ៉ាំបែបនេះទៀតហ៎ តើធ្វើបែបនេះបានដែរអី បើឯងមិនសាប់មើលថ្មីនឹងដឹងថាបានឬក៏មិនបានទៅហ៎ ណែលោកអង្គតើអង្គបរៀនអីគាត់ណា